ជំរាបសួរអ្នកគ្រូនឹងខ្ញុំឈ្មោះស៊ីនសុខវិពណ៌ដែលនឹងខ្ញុំមកពីក្រុមទី5ហើយថ្ងៃនេះដែរខ្ញុំនឹងឡើងមក page ពីបញ្ហានៃអាជីវកម្មរបស់ពួកយើងបញ្ហាទៅជាបញ្ហាបងលុយបន្ទប់យឺតវិជ្ជាទៅថែមទាំងបងថ្លៃទឹកថ្លៃភ្លើងហ្នឹងបន្លំទៀតនៅពេលគេតាមទាត់ពួកគាត់បានជានិយាយថាពួកគាត់ច្រឡំតើមូលហេតុអីដែលនាំឲ្យមានបញ្ហាទាំងអស់ហ្នឹងហើយយើងអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានដោយរបៀបណាបន្ទាប់ពីពួកយើងបានចុះទៅ interview ពួកគាត់ដាក់ផ្ទាល់រួចហើយពួកយើងបាន analyze ឃើញថាពួកគាត់បានជួបនៅបញ្ហាដូចជាការបង់ថ្លៃទឹកថ្លៃភ្លើងដៃថ្លៃបន្ទប់ហ្នឹងយឺតដល់ទៅ 23% ហើយការ report ទិន្នន័យទឹកភ្លើងហ្នឹងខុសដល់ទៅ 17.2% ហើយមួយទៀតគឺគាត់ចំណាយពេលក្នុងការយកអាវិក័យប័ត្រដាក់តាមបន្ទប់ហ្នឹងដល់ទៅ 27.6% ហើយអីដែលសំខាន់មួយទៀតហ្នឹងគឺគាត់ពិបាកក្នុងការគ្រប់គ្រងថ្លៃទឹកថ្លៃភ្លើងថ្លៃបន្ទប់ហ្នឹងដល់ទៅ 32.2%ហើយបន្ទាប់ពីពួកយើងបាន analyze ពីបញ្ហាទាំងអស់ហ្នឹងមកពួកយើងបានឃើញថាពួកគាត់ហ្នឹងត្រូវការប្រព័ន្ធដើម្បីគ្រប់គ្រងទៅលើrecord ទាំងអស់ហ្នឹងណាដោយសារតជាធម្មតាហ្នឹងពួកគាត់យកគាត់គ្រប់គ្រងពួកហ្នឹងដោយការកត់នៅក្នុងសភៅគាត់ចំណាំផ្សេងៗអញ្ចឹងទៅហើយជាធម្មតាយើងកត់ដាក់ក្នុងភៅចុះបើសិនជាថ្ងៃណាមួយវាបាត់សភៅហ្នឹងតើយើងត្រូវធ្វើម៉េចយើងមិនពិបាកនៅក្នុងការនិយាយទៅវាអត់អាចយើងទៅនឹកឃើញអា record ចាស់ៗមកវិញទេអញ្ចឹងទៅវាពិបាកក្នុងមួយហើយមួយទៀតគឺការចំណាយពេលវេលាច្រើនគាត់ខាតពេលវេលាមែនតើក្នុងការបើគិតទៅយើងត្រូវគណនាថ្លៃទឹកថ្លៃភ្លើងហ្នឹងពីមកបន្ទប់រៀងរាល់ខែហើយយើងត្រូវយកថ្លៃទឹកថ្លៃភ្លើងហ្នឹងទៅឲ្យតាមបន្ទប់ទៀតចុះបើសិនជាពេលណាមួយដែលគាត់អត់នៅបន្ទប់ម្ចាស់វាអ្នកជួលផ្ទះគាត់នៅបន្ទប់ហើយម្ចាស់ផ្ទះជួលហ្នឹងគាត់យកกระดาษហ្នឹងទៅឲ្យចឹងទៅគាត់មិនត្រូវទុកអាกระดาษហ្នឹងឲ្យអ្នកជួលផ្ទះហ្នឹងនៅកន្លែងណាមួយដូចជានៅកន្លែងទ្វារឬមួយក៏អីមួយចឹងទៅហើយចុះបើសិនជាវាបាត់ចឹងទៅមិនពិបាកដល់ម្ចាស់ផ្ទះជួលហ្នឹងគាត់ត្រូវគណនាថ្លៃទឹកថ្លៃភ្លើងហ្នឹងឡើងវិញហើយគាត់ត្រូវចំណាយពេលច្រើនមែនតើដូច្នេះហើយដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងពួកយើងបានបង្កើតនៅ app មួយដែលឈ្មោះថា Smart Boat ដែលជាប្រភេទ Telegram Bot ដែលវាមានភាពវាជួយដល់ម្ចាស់ផ្ទះជួលឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងថ្លៃទឹកថ្លៃភ្លើងថ្លៃផ្ទះជួលរៀងរាល់ខែអីចឹងទៅហើយមួយទៀតគឺវាជួយវាអូតូម៉ាទិកក្នុងការគណនាថ្លៃទឹកថ្លៃភ្លើងរៀងរាល់ខែនឹងឲ្យម្ចាស់ផ្ទះជួលនោះផងដែរហើយវាក៏ជួយtrack history នៅ payment ចាស់ record ចាស់ហ្នឹងនៅក្នុង app ហ្នឹងផងដែរអញ្ចឹងទៅវាងាយស្រួលដល់ម្ចាស់ផ្ទះជួលហ្នឹងគាត់មិនបាច់ពិបាកវិភាគបាត់អីអញ្ចឹងគាត់អាចរកនៅក្នុង app ហ្នឹងឃើញអញ្ចឹងណាអញ្ចឹងចូលមកដល់ការ demo app របស់ពួកយើងរបៀបនៃការប្រើប្រាស់ app របស់ពួកយើងដែលដំបូងយើងគ្រាន់តែចុចទៅលើ start ហ្នឹងមកតោះមកយើងចុចកន្លែង app នៅខាងក្រោមហ្នឹងវានឹងចេញតារាងសម្រាប់ប្រព័ន្ធគ្រប់គ្រងបន្ទប់ជួលដែលកន្លែងហ្នឹងគឺសម្រាប់ login អ្នកដែលគាត់មាន account ហើយគាត់ដាក់លេខទូរស័ព្ទហើយនឹងលេខកណន័យមកគឺអាចចូលបានហើយមួយទៀតបើសិនជាអត់មាន account ទៅយើងចុចកន្លែងចុះឈ្មោះហើយយើងគាត់បញ្ចូលឈ្មោះម្ចាស់ផ្ទះលេខទូរស័ព្ទលេខកណន័យ AVA ជាដើមហ្នឹងគឺគាត់អាចចុះឈ្មោះបានហើយសម្រាប់ខ្ញុំមាន account ហើយខ្ញុំចូលប្រើមកគឺយើងបានឃើញស្វាគមន៍ម្ចាស់ផ្ទះហ្នឹងគឺមានកន្លែងបង្កើតវិក័យប័ត្រដែរកន្លែងបង្កើតវិក័យប័ត្រហ្នឹងយើងគាត់ទៅដាក់លេខបន្ទប់លេខទឹកភ្លើងថ្មីហ្នឹងគឺយើងអាចបង្កើតវិក័យប័ត្រហ្នឹងបានហើយយើងអាចរក្សាទុកផ្ញើឲ្យពួកគាត់បានហើយសម្រាប់កន្លែងផ្ញើវិក័យប័ត្រវិញគឺយើងអាចជ្រើសរើសបន្ទប់ណាដែលយើងអាចយើងចង់ផ្ញើវិក័យប័ត្រហ្នឹងទៅបានហ្នឹងហើយសម្រាប់កន្លែងបន្ទប់សម្រាប់កន្លែងបន្ទប់វិញគឺយើងអាចជ្រើសយើងអាចមើលថាបន្ទប់ហ្នឹងមានអ្នកជួលហើយឬនៅបើសិនជាមិនទាន់មានអ្នកជួលទេគឺយើងអាចបន្ថែមឈ្មោះអ្នកជួលលេខទូរស័ព្ទឬមួយក៏ Telegram របស់គាត់នឹងបានហើយយើងរក្សាទុកមកបន្ទាប់មកកន្លែងបោះពុម្ពរបាយការណ៍យើងអាចផ្ញើរបាយការណ៍ទាំងអស់ហ្នឹងទៅពួកគាត់ជា PDF ឬមួយក៏ជារូបភាពបានដោយខាងស្ដាប់ដៃនេះវាជាវិក័យប័ត្រដែលឧទាហរណ៍ក្នុងការផ្ញើទៅកាន់ទេសជនរបស់ពួកយើងអញ្ចឹងបន្ទាប់ពីយើងយល់ពីបញ្ហាហើយអញ្ចឹងថាតើអតិថិជនរបស់ពួកយើងនឹងជាអ្នកណាគេអញ្ចឹងនេះជាអតិថិជនរបស់ពួកយើងគឺជាម្ចាស់ផ្ទះជួលដែលនៅក្នុងទីក្រុងភ្នំពេញផ្ទាល់ឬមួយក៏ជាអ្នកគ្រប់គ្រងអចលនទ្រព្យឬភ្នាក់ងារជួលដែលមានផ្ទះឬមួយក៏បន្ទប់ជួលហ្នឹងចាប់ពី10បន្ទប់ឡើងទៅដែលពួកគាត់មានបំណងក៏ដូចជាត្រូវការប្រព័ន្ធគ្រប់គ្រងមួយដើម្បីគ្រប់គ្រងpayment ទាំងអស់ហ្នឹងក៏ដូចជា billing អីហ្នឹងហើយមួយទៀតតើហេតុអីបានជាពួកគាត់ត្រូវការប្រើ Smart Boat របស់ពួកយើងពួកគាត់នឹងត្រូវការប្រើ Smart Boat របស់ពួកយើងដោយសារតែវាចំណេញពេលវេលាក៏ដូចជាថវិកាបានច្រើនហើយវាផ្ដល់ភាពងាយស្រួលក៏ដូចជាភាពច្បាស់លាស់ត្រឹមត្រូវនឹងទៅដល់ម្ចាស់ផ្ទះជួលផងដែរហើយវាក៏ជួយឲ្យអ្នកជួលនិងម្ចាស់ផ្ទះនឹងអាចទំនាក់ទំនងគ្នាបានស្រួលលឿនឆាប់រហ័សដោយសារតែគាត់អត់ចាំបាច់ដើរទៅ
យកអាវិក័យប័ត្រនឹងដាក់តាមបន្ទប់នីមួយៗដូចម្ដងទៀតទេហើយយើងក៏បានសាកឲ្យ Smart Boat យើងនឹងតើអតិថិជនរបស់យើងនឹងគាត់តេស្តប្រើផងដែរហើយយើងឃើញថាអតិថិជនចំនួន66%ដែលគាត់បាននិយាយថាវាពិតជាល្អសម្រាប់អ្នកដែលគាត់ជាម្ចាស់ផ្ទះជួលដូចពួកគាត់នឹងជាដើមនេះជាការ analyze computer របស់ Smart Boat យើងឃើញថា Smart Boat របស់យើងនឹងមានលក្ខណៈខុសប្លែកពីគេដែលរបស់ Smart Boat របស់យើងនឹងយើងប្រើជា Telegram bot ចំណែកឯcomputer របស់យើងគឺគាត់ប្រើជា app ឬមួយក៏ជា website ដែលភាគច្រើនអ្នកជួលខ្លះគឺគាត់ពិបាកក្នុងការប្រើហើយដូចយើងដឹងអញ្ចឹងបែបថាសម្រាប់ Telegram អ្នកណាក៏គាត់ប្រើដែរឥឡូវគឺវាទូលំទូលាយមែនទែនសម្រាប់ partnership របស់យើងវិញវាមានដូចជា Wing True Money ដែល Wing True Money ABA អីហ្នឹងដែលវាជា online payment ហើយមួយទៀតដៃគូសំខាន់បំផុតរបស់យើងគឺ Telegram នឹងឯងហើយសម្រាប់ Smart Boat Marketing វិញមានដូចជាតាម online advertisement social media ក៏ដូចជា TikTok YouTube Telegram ហើយតាមរយៈការនិយាយតៗគ្នាអីជាដើមហើយសម្រាប់ team member ដែលត្រូវតែមានសម្រាប់អាជីវកម្មមួយនេះគឺ financial manager ដែលគាត់ជាអ្នកគ្រប់គ្រងលើថ្លៃចំណូលចំណាយហើយអ្នក developer Telegram bot របស់យើង customer support អ្នកតាក់ទងមួយ customer ពេលមាន problem app Telegram អត់ដំណើរការហើយអ្នក marketing ដែលសម្រាប់ធ្វើការ promote និងដើររកដៃគូជាដើមហើយសម្រាប់ growth strategy វិញយើងមានបំណងនឹងធ្វើការចែកចាយអាជីវកម្មរបស់យើងហ្នឹងតាមខេត្តដូចជាសៀមរាបបាត់ដំបងផ្សេងហើយយើងនឹងធ្វើការ update វាថា function របស់វាមានច្រើនទៀតជាពិសេសយើងនឹងធ្វើការជាមួយដៃគូជាមួយ real estate agency ធំៗជាដើមហើយចំពោះការប្រើប្រាស់ Telegram របស់យើងវិញយើងប្រើជាលក្ខណៈ subscription គឺត្រូវបង់ជាលក្ខណៈជាខែហើយក្នុងការប្រើប្រាស់ហ្នឹងយើងចង់បានជា feature like detail report គាត់ត្រូវបង់ជាលក្ខណៈ premium អីចឹងទៅហើយនេះជា reference ដែលពួកយើងបានមកគឺយើងបានពីការទៅ interview ដែលផ្ទាល់ពីម្ចាស់ផ្ទះជួលចំនួន3នាក់ហ្នឹងហើយអ្នកគ្រូសម្រាប់ការ page របស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ